ទឹកដីដល់ធ្លាប់រស់សុខសាន្តនេះជាវត្តព្រៃច័ន្ទហើយជាភូមិព្រៃច័ន្ទត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមផ្លោងក្របពីសៀមឆ្លៀនពៀនមកលើដីយើងតិចអស់ហើយបងប្អូនបាទមានសល់ទេតម្រាំតែក៏កើតបានប៉ុណ្ណេះមិនងាយទេសំលុយសំកាក់ជពាក់បំណុលផងអីផងបដាក់បដូរយកមកធ្វើយកម្ករកស៊ីឥឡូវត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមខ្លួនភៀសសឹកមិនមានពេលនឹងមកច្រកកោននៅផ្ទះខ្លួនឯងបានទៀតយើងពេលនេះត្រូវយ៉ាងដំណំតែម្ដងជាព្រំដែនរាប់ម៉ឺនអ្នកបាទរងទុក្ខវេទនាហើយមើលស្នាមក្របបាទឡើងទៅសោះហើយផ្ទះប៉ុណ្ណេះមិនទៅទេបាទមិនធ្វើលុយអត់តិចទេបាទអញ្ចឹងរាប់ម៉ឺនសំតម្រាំតែបានយកមកធ្វើបដាក់បដូរឥឡូវត្រូវខ្ទេចខ្ទីហើយមិនមានពេលមកនៅបានទៀតភូមិជោគជ័យបានខ្លាំងមែនតើវាភូមិពាត់បាទបលាលុះដាក់កុងតឺន័រហើយវាឈូឆាយផ្ទះប្រជាពលរដ្ឋនៅខាងក្នុងហ្នឹងគឺខ្ទេចអស់បំបត្តិតាងជោគជ័យមែនជោគជ័យទៅគេអស់យើងបាត់អស់ហើយជាព្រំដែនឃើញហើយបានត្រឹមតែសោកសង្រែងអាណិតអាសូរទៅដល់ប្រជាពលរដ្ឋរងទុក្ខវេទនាភៀសសឹកមិនមានពេលរកស៊ីឡាននេះបាទធ្លុះមើលស្នាមក្របបាទម៉ាស៊ីនកញ្ចក់ទួឲ្យធ្លុះប៉ុណ្ណីតិចទីអស់បើមនុស្សនៅនឹងមិនរស់ទេមើលប្រហោងបាទតិចអស់ហើយណោះមើលឡើងខ្ទេចដូចខ្ទឹមអញ្ចឹងបាទក្របនេះជាសង្គ្រាមមួយចំនួនទៅមួយចំនួនដូចមិនស្រាកស្រានសោះមានតែវេទនាប៉ុន្តែថាសៀមទៅវាឆ្លៀនពៀនណាដីខ្មែរតែអាខ្មែរគ្នាឯងមួយចំនួននេះវាទន្ទ្រានយកអាដីខ្មែរគ្នាឯងទៀតលុយចាយមកអស់ក្រាលកតេលដាក់លុយដាក់មកអស់ទៀតដុតខ្លួនដុតមកអស់ទៀតតែនៅតែលោភលន់កັບកេងពីទឹកភ្នែករះយកមកទៀតណែពុកម៉ែបងប្អូនបាទកន្លែងលក់កន្លែងដូរទឹកត្រីមានតាំងពីទូទៅកកមានអីហ្នឹងឡើងពីពេញនឹងឯងចាត់ចាយអស់ហើយបាទចាត់ចាយអស់ហើយមិនសល់អីទេដើមតិចតួចស្រួយស្ដាងខ្ចីបដាក់បដូរគេយកមករកស៊ីបាទមានអីទៀតឥឡូវនេះបើវាលាយហិនហោយយ៉ាងហ្នឹងអស់ហើយយើងចាញ់គេអញ្ចឹងបាទខ្ញុំដើរមកកវត្តនេះតាំងពីពោធិ៍សាត់ថ្មដាមករហូតមកចេញមកបាត់ដំបងប៉ៃលិនមកខេត្តនេះមកក្របមកប្រទេសមានជ័យដល់មានជ័យនេះមកក្របដែលវាមិនតាន់ផ្ទុះយ៉ាងឯងឃើញហើយបងប្អូនហើយ